អបមាតោអមតាំងបទាំងការមិនប្រមាទជាផ្លូវមិនស្លាប់ការមិនប្រមាទគឺជាការមិនធ្វេសប្រហែសផ្លេចស្មារតីមិនស្រវឹងវង្វេងក្នុងលោកធម៌គឺលៀបយសសរសើរសុខហើយតែមានស្មារតីភ្ញាក់រលឹកចំពោះការងារគ្រប់យ៉ាងនិងចំពោះអំពើជាកុសលនានាដែលជាផ្លូវទៅអនាគតជាតិបុគ្គលមិនប្រមាទគឺជាអ្នកមានការប្រយ័ត្នជានិច្ចនិរន្តរ៍គ្រប់ពេលវេលាមិនឲ្យមានកំហុសណាដែលមិនគួរកើតឡើងឲ្យកើតឡើងបានឡើយក្នុងមុខរបររបស់ខ្លួនអ្នកមិនប្រមាទតែងគិតលីលោកយ៉ាងណាដើម្បីឲ្យមុខរបរនោះប្រព្រឹត្តទៅបានស្រួលហើយជីវភាពគេក៏បានទទួលនៅជ័យជំនះលើជនដែលខ្ជិលច្រអូសដែលខ្ជិលធ្វើការខ្ជិះខ្ជាយដែលមិនសូវអើពើនឹងការងារជានិច្ចក្នុងអំពើជាកុសលបុគ្គលអ្នកមិនប្រមាទតែងក្រវើនក្រតើនធ្វើបុណ្យឲ្យទានរក្សាសិលចម្រើនមេត្តាភាវនាកាន់ចិត្តល្អមានធម៌សន្តោសចំពោះមនុស្សផងគ្នាដោយឥតបង្អង់ចាំថាសឹមដល់អញចាស់ឬសឹមមានទ្រព្យសម្បត្តិចាំធ្វើនោះទេគឺជាអ្នកគិតឃើញដល់មរណៈសង្គ្រាមដែលតែងតែប្រហារជីវិតមនុស្សសត្វគ្រប់រូបនោះរាល់ពេលវេលាបុគ្គលមិនប្រមាទឈ្មោះថាជាអ្នកមិនស្លាប់បានសេចក្តីថាក្នុងហេតុការណ៍ធម្មតាអ្នកមិនប្រមាទតែងកិច្ចផុតអំពីភ័យអាសន្នគ្រប់យ៉ាងព្រោះជាមនុស្សដែលមានស្មារតីគិតគូរចំពោះភ័យអាសន្ននោះជាដរាបហើយតែងរកមធ្យោបាយផ្សេងដើម្បីរំដោះពីគ្រោះអាសន្ននោះកាលបើមានគ្រោះអាសន្នធ្លាក់មកលើខ្លួនគេក៏កិច្ចបានភ្លាមតាមមធ្យោបាយដែលបានគិតទុករួចហើយក្នុងហេតុការជាកុសលអ្នកមិនប្រមាទតែងធ្វើបុណ្យកុសលទុករៀងរាល់ពេលវេលាឥតបង្អង់ចាំថាដល់ពេលនេះឬពេលនោះឡើយបុគ្គលចម្ពោះនេះការបើស្លាប់ដោយហេតុណាមួយជាមរណៈដ៏ទន់ហន់ក្តីក៏អាចបានជាស្ថានសុគតិជានិច្ចរួមសេចក្តីមកការមិនប្រមាទជាហេតុនៃសេចក្តីមិនស្លាប់គឺមិនស្លាប់គំនិតប្រាជ្ញាមិនភ្លេចស្មារតីវង្វេងនៅនឹងសេចក្តីវិន័យផ្សេងឡើយបុគ្គលអ្នកមិនប្រមាទបើទោះជាស្លាប់បាត់បង់ជីវិតទៅហើយក៏ដោយក៏គេឈ្មោះនៃបុគ្គលនោះនៅរស់នៅក្នុងគំនិតនៃសាធុជននឹងលើក្រាំងមាសឬផែនថ្មជាដរាបមិនតែប៉ុណ្ណោះទៀតសោតឈ្មោះនៃជនអ្នកមិនប្រមាទតែងក្រអូបច្រាស់ខ្យល់ផ្សាយទៅគ្រប់ទិសទីជានិច្ចផងដែរ